ឯងស្បាត់តែឯងទៅលាក់បាំងដល់មនុស្សគ្រប់គ្នាមែនទេឯងធ្វើអ្វីគឺតែងតែមានការធ្វើប្រហែសមើលទៅណាគេប្រហែលជាដឹងថាឯងនេះគឺជាកូនអ្នកក្រហើយនេះហើយប្រល្បិចបញ្ឆោតឯងនៅមិនទាន់អស់ចិត្តទៀតមនុស្សដូចមីងយ៉ាងគឺជាមនុស្សអាក្រក់ជាមនុស្សពុតបុតច្រើនមែនទេអើយតែមិនមែនជាមនុស្សអញ្ចឹងទេលោកក៏ប្រមាថគេដល់ថ្នាក់នេះបានឯងហ៊ានស្រីលោឡាជាមួយយើងយ៉ាងនេះផងអីហ៎បានឥឡូវនេះកិច្ចការនេះគឺដោយសារតែអាលអិតនោះធ្វើឲ្យខូចការទាំងស្រុងយើងក៏មិនត្រូវការនាងទៅសម្ដែងឆាលខោស្អីទៀតដែរចេញពីទីនេះភ្លាមចេញទៅនៅជប់សិនអ្វីដែលពាក់លើខ្លួនរបស់នាងក៏សុទ្ធតែជារបស់យើងទេនាងត្រូវទុកឲ្យយើងឲ្យទាំងអស់វិញនាងមករបៀបមិនចេញទៅរបៀបហ្នឹងទៅអមេក៏ពួយសម្លឹងមើលយើងនេះលោកម្ចាស់លោកដូចជាហួសហេតុពេកអើយលោកម្ចាស់លោកពិតជាហួសហេតុមែនហួសហេតុយើងហួសហេតុអីចំណាយពួកឯងជាមនុស្សក្បត់ពួកឯងមិនឃើញទេបំបាញ់គេតមកដល់យើងយ៉ាងណាគេធ្វើបាបយើងយ៉ាងណាពួកឯងនិយាយមើលថ្ងៃក្រោយយើងនៅស្រុកឈីងពីនេះយ៉ាងមិនទៀតទៅយើងខំអស់គេប្រពន្ធដាទៅឯងថាទៅមើលហើយគ្មានយល់ចិត្តយើងមែនទេបងនេះមកពីខ្លួនឯងកុំបន្ទោសគេអ្នកដែលធ្វើបាបគឺលោកមិនមែនអ្នកនាងទេគឺឯងគេការពារខ្ញុំមួយម៉ាត់សោះធ្វើឲ្យខ្ញុំខ្មាស់គេខ្លាំងណាស់លោកមេកាម៉ាខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់នៅក្នុងលោកនេះពិតជាគ្មានស្នេហាពិតទេទោះជាខ្ញុំទៅតើខ្ញុំត្រូវតែយករបស់ខ្ញុំអូមិនក៏មិនទាន់ទៅខ្ញុំមកយកយិនសិនឈាមរបស់ខ្ញុំនេះហ៊ានយករបស់យើងផងអីនេះជារបស់ដែលខ្ញុំក៏ទទួលបានខ្ញុំធ្វើការគឺព្រោះតែរបស់នេះឆាលខោសម្ដែងមិនទាន់ចប់តើបានស្អីឲ្យឯងមកក៏ការបានប្រកាសផ្អាកទៅហើយគឺលោកគិតគូមិនបានវែងឆ្ងាយតែមានតែតើនៅខ្ញុំសកុនរបស់ខ្ញុំមិនអាចប្រកែកបានទេនាងបន្តរៀបការគឺគ្មានស្អីជាសកុនទេក៏ប៉ុន្តែយូរថ្ងៃមកនេះយើងហូបចុកនៅកន្លែងយើងចំពោះមនុស្សក្រដូចជាឯងយ៉ាងចឹងទុកថាគុណស្រ័យនឹងក្រត់បានដែរហើយលោកធ្វើនេះដូចជាហួសហេតុពេកហើយយកថ្ងៃមកនេះខ្ញុំធ្វើតាមអំណងរបស់លោកធ្វើជាកូនស្រីខ្លាំងៗរបស់លោកមួយថ្ងៃចេះតែញញឹមតំណាក់តំណងជាមួយអ្នកប្រុសទាំងពីរនាក់នោះនោះឯងចង់ធ្វើខ្ញុំមិនមែនជាមនុស្សធម្មតាទេកុំស្មានថាធ្វើយ៉ាងនេះខ្ញុំអត់ឲ្យលោករបស់យ៉ាងរបស់មកឲ្យយើងតែមិនអញ្ចឹងទេការនេះមិនអត់ឲ្យលោកនាងមិនអាចធ្វើអញ្ចឹងបានទេគឺគេបង្ខំយើងយកមកបើគ្រាន់បើចាក់សម្រាប់យើងទៅយើងមិនឲ្យឯងទៅដាក់ទេអញយកជីវិតរបស់ឯងមកផ្លាស់ជាមួយយើងមែនទេហ៎អ្នកនាងមិនបានទេអ្នកនាងមើលយិនសិនដែលនាងត្រូវការគឺនៅនឹងខ្ញុំលោកម្ចាស់ឲ្យខ្ញុំរក្សាទុកណាមកពីកុំអើគេកុំអសលោកម្ចាស់ហើយបើគួរឲ្យទៅនាងទៅមកពីរបស់នេះមានតម្លៃណាស់កុំឲ្យទៅនាងឲ្យសោះលឺទេលោកម្ចាស់សុំទោសណាអ្នកនាងយកទៅ
តែគេពិតជាដូចជាមេក្រុមនោះនិយាយថានាងជាមនុស្សលោភលន់ឬក៏យ៉ាងណាគេទំនាក់ទំនងជាមួយនឹងយើងគឺព្រោះចង់បានគុណសម្បត្តិមែនទេលោកមេកាម៉ាអរគុណលោកបងសេឈុនអរគុណនឹងបងដែលយកចិត្តទុកដាក់នឹងខ្ញុំអ្នកនាងសូមឲ្យបានសុខខ្ញុំមិនដាច់ចិត្តឲ្យអ្នកនាងទៅទេខ្ញុំមិនដាច់ចិត្តមែនខ្ញុំក៏មិនដាច់ចិត្តពីបងដែរប៉ុន្តែការជួបជុំគ្នាជាមិនផុតពីត្រូវបែកគ្នាសូមឲ្យបានសុខផងសូមជួយមើលថែលោកមេកាម៉ាឲ្យបានស្រួលផងខ្ញុំសូមជូនពរអ្នកទាំងពីរអ្នកនាងសូមឲ្យបានសុខណាស់លោកម្ចាស់ជូសូមលោកនៅបានសុខខ្ញុំគួរហៅនាងថាអីឬមួយក៏ហៅនាងថាចេញហ្វាគូអ្នកប្រុសសង្ស័យនឹងខ្ញុំយូរហើយតាមមែនទេថាអញ្ចឹងក៏បានដែរហេតុអីក៏អ្នកប្រុសលាក់បាំងនឹងខ្ញុំថ្ងៃមុនអ្នកប្រុសថាមានការងារទៅដោះស្រាយតាមពិតតាមរកមនុស្សដើម្បីមកបោះអាក្រាតពីប្រវត្តិរបស់ខ្ញុំបើសិនជាខ្ញុំប្រាប់នាងតាមត្រង់នោះតើនាងប្រំនិយាយប្រាប់ខ្ញុំត្រង់ទេខ្ញុំរងចាំអ្នកប្រុសត្រឡប់មកវិញខ្ញុំយល់ថាពួកយើងទាំងពីរមិនគួរមានអ្វីលាក់បាំងនឹងគ្នាទេខ្ញុំចង់យករឿងថាខ្ញុំជាកូនអ្នកប្រុសប្រាប់អ្នកប្រុសតាមត្រង់តែមិននឹកស្មានថាអ្នកប្រុសជាកំពូលអ្នកកុហកហេតុនេះហើយថ្ងៃដែលអ្នកប្រុសត្រឡប់មកវិញឃើញខ្ញុំមិនសូវរវល់នឹងខ្ញុំតាមពិតអ្នកប្រុសដឹងហើយថាខ្ញុំមិនមែនជាកូនអ្នកមាននោះទេខ្ញុំមិនស័ក្តិសមនឹងអ្នកប្រុសជាព្រះអង្គម្ចាស់ជាព្រះបុត្រាមិនស័ក្តិសមនឹងសេនាអាក្រក់មាសដល់ព្រះអង្គប្រទានជាការពិតខ្ញុំគឺជាក្រុមល្ខោនជាមនុស្សក្រីក្រដែលអនាថាហើយក៏ជាមនុស្សស្រីឆ្នះដែលប្រព្រឹត្តអំពើឆបោកខ្ញុំមិនស័ក្តិសមនឹងអ្នកប្រុសទេជាងនេះទៅទៀតព្រោះតែចង់ផ្ដាច់ពីរវាងគ្រួសារយើងទាំងពីរអ្នកប្រុសក៏មានកម្រងរួចទៅហើយទេនាងយល់ច្រឡំហើយខ្ញុំគ្មានគំនិតអញ្ចឹងទេមើលទៅអ្នកប្រុសសភាពរៀបសារតែគំនិតថោកទាបណាស់ព្រោះតែធ្វើឲ្យខ្ញុំអាម៉ាស់មកបានជាបញ្ឆោតខ្ញុំចំពោះមនុស្សច្រើនយ៉ាងនេះឲ្យខ្ញុំខ្មាស់គេយ៉ាងនេះតែអ្នកប្រុសដឹងថាខ្ញុំមានអារម្មណ៍យ៉ាងណាទេអីពេលនេះឲ្យខ្ញុំថាអ៊ីងបានន័យថាចង់មកជឿខ្ញុំមកពេលអីសំទោសលោកម្ចាស់អ្នកនាងកុំហៅខ្ញុំថាអ្នកនាងទៀតខ្ញុំឈ្មោះហ្វាកូមិនមែនជាអ្នកនាងស្អីនោះទេរបស់នេះនាងភ្លេចហើយគេអត់មានមកតាមទេគូព្រេងទេវតាកំណត់មកបង្ខំមិនបានទេគិតឲ្យបានច្បាស់បន្តិចទៅឥឡូវខ្ញុំបានទទួលរបស់
ខ្ញុំចង់បានហើយខ្ញុំគ្មានអ្វីទៀមទាទៀតទេឲ្យតែបងប្អូនខ្ញុំអេងហ្វាឆាប់ជាសះស្បើយវិញនេះគឺជាការល្អណាស់ចប់សិនលបងអ្នកយីមខ្ញុំចង់ជប់អ្នកនាងសៀងឈិញអ្នកនាងរបស់យើងមិនស្រួលខ្លួនឥឡូវមិនទទួលភ្ញៀវទេមិនស្រួលខ្លួនតែគាត់ចង់មិនទៅហើយខ្ញុំមានរឿងអ្វីត្រូវប្រាប់នាងនាងស្មានតែនាងជាអ្នកនាងជូទៀតហើយឥឡូវនេះអ្នកណាក៏ដឹងដែរថានាងគ្រាន់តែជាអ្នកបន្លំតែប៉ុណ្ណោះចេញពីទីនេះទៅកុំបង្ករឿងកុំឲ្យប្រមម្ចាស់យានមកតន់លបងអ្នកយីមខ្ញុំមានការចាំបាច់ចង់ជប់អ្នកនាងសៀងឈិញគ្រាន់តែជប់មកភ្លាមខ្ញុំនឹងត្រឡប់ទៅវិញភ្លាមទៅដំណាក់ប្រមម្ចាស់គឺជាមនុស្សដូចនាងចាញ់ចូលបានតាមចិត្តអញ្ចឹងហីហ៎ខ្ញុំសុំវ៉ាបាគូខ្ញុំចាំនាងទីនេះនាងចូលទៅមើលសៀងឈិញចុះចាតែថ្ងៃនេះចាត់ទុកថាយើងចិត្តអាក្រក់យកថយអូលោកមេក្រមខ្ញុំសុំវល់លោកកុំបោះបង់គេចោលអីខ្ញុំសុំវល់កាលនោះយើងយកគេពីខ្ទមបាក់បៃមកឥឡូវយើងបញ្ជូនគេទៅខ្ទមបាក់បៃវិញយើងចិញ្ចឹមឯងប្រហែលឆ្នាំនេះមិនដូចអត់ប្រយោជន៍ទេថ្ងៃក្រោយស្លាប់រស់គឺវាសនារបស់ឯងហើយលោកមេក្រមថយចេះខ្ញុំមិនលែងដៃលោកទេលេងដៃវាមកខ្ញុំមិនលែងទេឆាប់លេងដៃអូខ្ញុំមិនលែងលេងដៃទៅលំទោះយ៉ាងណាក្មេងម្នាក់នេះក៏ជាមនុស្សម្នាក់ដែរហើយអ្វីបានជាលះបង់គេចោលយ៉ាងងាយៗអញ្ចឹងលបងគេឈឺយូរណាស់ហើយសន្លប់បាត់ស្មារតីគ្មានសង្ឃឹមព្យាបាលបានទេណាធ្វើតែគេឈឺធ្ងន់តែបើសិនជាយកការថែទាំនិងមហាវិជ្ជាគុណយើងសង្ឃឹមថាគេអាចរស់តទៅទៀតបានខ្ញុំគ្មានសមត្ថភាពទេបើសិនជាលោកបោះបង់គេចោលដូចជាឲ្យគេទៅរកស្លាប់អញ្ចឹងសូមលោកកុំភ្លេចណាទេវតាមានព្រះមេត្តាជានិច្ចអញ្ចឹងលោកយកគេទៅចិញ្ចឹមលោកជួយគេទៅបានសូមប្រគល់មកខ្ញុំមកលោកម្ចាស់អាចជាបានជំងឺរបស់គេជាទេគេមានជីវិតតស៊ូក្លាហានបើសិនជាមានថ្នាំឬឈើត្រឹមត្រូវព្យាបាលឲ្យគេនោះហើយថែទាំគេបានល្អមិនយូរប្រហែលទេគេប្រកាសលោកម្ចាស់ជួយថែទាំគេផងកុំបារម្ភអីក្មួយស្រីលោកម្ចាស់ចាំនាំគេទៅណាប្រឡូកក្នុងពិភពគុណมันមានការទៀងទាត់ទេហើយក៏ពិបាកនឹងសន្និដ្ឋានបើយើងជាអ្នកសម្ដែងល្ខោននៅស្រុកឈិញភីងប្រកាសជារងចាំគេត្រឡប់មកវិញថ្ងៃក្រោយជួបគ្នាចុះអេងហ្វាតូខ្ញុំប្រកាសជាខំរកប្រាក់បានច្រើនដើម្បីទិញថ្នាំល្អៗមកព្យាបាលជំងឺឲ្យឯងចាំខ្ញុំណាកុំស្លាប់អសអេងហ្វាតូអេងហ្វាតូអេងហ្វាតូអេងហ្វាកូខ្ញុំនិយាយប្រាប់បងថាខ្ញុំនឹងរកប្រាក់បានច្រើននឹងទិញថ្នាំស័ក្តិសិទ្ធិល្អៗមកព្យាបាលជំងឺរបស់បងសូមសន្យានឹងខ្ញុំមកតាំងចិត្តតស៊ូស្លាប់មិនបានទេ
ខាតស្លាប់មិនបានទេអ៊ីងហ្វាកូថ្នាំនៅក្នុងប្រអប់នេះប្រកាសជាព្យាបាលជំងឺរបស់បងបានកុំភ្លេចហូបថ្នាំណាឯងត្រូវតាំងចិត្តតស៊ូធ្វើយ៉ាងណាថែរក្សាខ្លួនឲ្យបានល្អហើយតាំងនាមជាព្រះនាងឲ្យបានសប្បាយចិត្តសូមកុំភ្លេចឲ្យសោះឯងគឺជាព្រះនាងពិតប្រាកដឯងក្តាប់សុភមង្គលរបស់ឯងឲ្យបានទោះជាខ្ញុំបាច់ពីឯងយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំតែងតែជូនពរឯងគ្រប់ពេលមានអ្វីសប្បាយជាងការហូបចុកឲ្យឆ្អាតនោះប្រកាសជាគ្មានទៀតទេឥឡូវនេះខ្ញុំមិនមែនជាកូនអ្នកមានទៀតទេខ្ញុំគ្រាន់តែជាអ្នកក្រីក្រជាជនពីលជាងនេះទៅទៀតនោះគឺជាជនបោកប្រាស់ទៀតផងថ្ងៃក្រោយខ្ញុំប្រហែលជាមិនអាចហូបរបស់ឆ្ងាញ់បែបនេះទៀតទេមកថ្ងៃនេះមានសារផាក់ឲ្យស្វឹងទេនាងកុំពិបាកអីខ្ញុំដឹងថាមានមនុស្សយ៉ាងច្រើនមើលស្រាលនាងប៉ុន្តែខ្ញុំមិនមែនចឹងទេខ្ញុំដៃខាត់មិនមែនចឹងទេអ្វីមានហេតុផលចំពោះប្រវត្តិរបស់នាងខ្ញុំមិនយល់ថាជារឿងអាក្រក់នោះឡើយនាងចាំទេនាងបានប្រាប់ខ្ញុំថារាប់អានមិត្តភ័ក្តិមិនប្រកាន់នឹងប្រវត្តិរបស់គេនោះទេតាមពិតខ្ញុំក៏ដឹងពីប្រវត្តិរបស់ខ្ញុំដែរក្នុងពេលដែលខ្ញុំឈឺចាប់បំផុតនោះមាននាងនៅក្បែរខ្ញុំលើកទឹកចិត្តខ្ញុំឲ្យខ្ញុំលះបង់គំនិតអស់សង្ឃឹមឲ្យមានការជឿជាក់ឡើងវិញពេលនេះឲ្យតែនាងជប់មើលស្រាលខ្លួនឯងក៏អាចរស់នៅតទៅទៀតបានដែរនាងជប់គិតច្រើនទៀតទៅខ្ញុំសប្បាយចិត្តណាស់ខ្ញុំតែងតែជាមនុស្សសប្បាយចិត្តយ៉ាងនេះណាខ្ញុំទ្រាំមិនបានទេតែខ្ញុំបានធ្វើអ្វីខុសហេតុអីបានជាគេធ្វើយ៉ាងនេះចំពោះខ្ញុំហេតុអីទៅអត់ទេនាងមិនបានធ្វើអ្វីខុសទេយករឿងខ្ញុំជាមនុស្សក្រីក្រមកនិយាយប្រាប់អ្នកប្រុសតាមត្រង់ប៉ុន្តែអ្វីអ្នកប្រុសជាចឹងឯងក្នុងការដោះប្រាស់មនុស្សហើយដើម្បីទៅហើយដើម្បីបានជាខ្ញុំមិនបានជួបនាងតាមការណាត់ហើយដើម្បីស្ដាប់នាងនិយាយហេតុអីទៅមើលតែអ្នកប្រុសសភាពរៀបសារតែក្នុងចិត្តពិតជាថាព្រៀបខ្លាំងណាស់ព្រោះតែឲ្យខ្ញុំអាម៉ាស់មកអ្នកប្រុសនៅ
នៅចំពោះមុខមនុស្សច្រើនយ៉ាងនេះមកធ្វើឲ្យខ្ញុំអប់កិត្តិយសអ្នកប្រដឹងថាខ្ញុំមានអារម្មណ៍យ៉ាងណាទេហេតុអីទៅបានជាខ្ញុំមិនបានរៀបចំកិច្ចការបានស្រួលបួលហេតុអីទៅហេតុអីបានជាខ្ញុំមិនគិតដល់អារម្មណ៍របស់នាងសទេវតាដើមឈើស្រីល្ងងនោះបានប្រាប់លោកអំពីរឿងអ្វីខ្លះទៅគេបាននិយាយរឿងក្នុងចិត្តរបស់គេមែនទេសៀងឈិញហេតុអ្វីបានជានាងក្រោកពីព្រឹកម្ល៉េះលោកបងកាលពីយប់មិញអ៊ីងមកបន្ទប់ខ្ញុំនាងបានយករបស់មួយប្រអប់នេះមកឲ្យខ្ញុំទៀតផងអ្វីដែលនាងត្រូវការមិនជាប្រាក់ទេតាមការពិតគឺយ៉ាងសិននាងតាខ្ញុំតែងតែយល់ថាខ្ញុំកំពុងយល់សង្ឃក្មេងស្រីតូចក្នុងយល់សង្ឃហើយចាប់ដៃខ្ញុំជុំនាងប្រាប់ខ្ញុំថានាងនឹងទៅរកប្រាក់ឲ្យបានច្រើនដើម្បីព្យាបាលជំងឺខ្ញុំនាងផ្ដាំទៀតថាធ្វើយ៉ាងណាហូបថ្នាំស័ក្តិសិទ្ធិនេះពីដំបូងខ្ញុំស្មានថាខ្លួនឯងកំពុងតែយល់សង្ឃនាងធ្វើការលួចបោកប្រាស់ក៏ព្រោះតែខ្ញុំនេះដែរខ្ញុំនៅចាំច្បាស់ណាស់ថ្ងៃដែលនៅសម័យសៀងជើដេញថ្លៃយិនសិនឈាមនោះក្នុងចិត្តនាងតែងតែនឹកនាដល់ជំងឺរបស់ខ្ញុំហើយជាងនេះទៅទៀតនោះខ្ញុំយល់ថាគេបន្លំជាអ្នកនាងជូហើយនឹងធ្វើអ្វីក៏ព្រោះតែខ្ញុំដែរគេធ្វើដើម្បីខ្ញុំទាំងអស់ព្រឹត្តិយិនសិនឈាមនេះនាងទទួលការឈឺចាប់ខ្លាំងពេកហើយលោកបងអ៊ីងអត់ទេជីងហ្វាកូឥឡូវគេនៅឯណាខ្ញុំមិនបានចាប់អារម្មណ៍អំពីស្ថានភាពរបស់នាងតតែសោះនឹងមិនបានចាប់អារម្មណ៍អំពីអារម្មណ៍របស់នាងខ្ញុំធ្វើនេះពិតជាធ្វើឲ្យនាងឈឺចាប់ណាស់លោកបងកុំពិបាកចិត្តពេកនេះក៏ជាកំហុសរបស់ខ្ញុំដែរលោកបងពួកយើងទៅតាមរកនាងទៅពួកយើងនិយាយជាមួយនាងឲ្យច្បាស់នាងប្រកាសជាអត់អន់ទោសឲ្យពួកយើងខ្ញុំមិនដឹងថានាងទៅណាទេប្រហែលព្រោះតែរឿងនេះនាងប្រហែលជាមិនចង់ជួបនឹងខ្ញុំទៀតឡើយទោះជានាងទៅណាក៏យើងត្រូវតែតាមរកនាងឲ្យឃើញខ្ញុំមិនចង់ឲ្យបងប្អូនល្អរបស់ខ្ញុំបែកបាក់ជាមួយបងក្នុងនាមជាមិត្តភក្តិលោកបងឬមួយក៏បងចង់ឲ្យមួយជីវិតនេះឲ្យនាងស្អប់លបងតាមែនទេខ្ញុំមិនអន់ចិត្តទេខ្ញុំមិនឲ្យនាងស្អប់ជាមួយជីវិតឡើយនាងភ្ញាក់ហើយសំតើកាលពីយប់មិញខ្ញុំយំដោយមិនដឹងខ្លួនហើយធ្វើឲ្យអ្នកប្រុសកំដរខ្ញុំអស់មកយប់យ៉ាងនេះខ្ញុំឃើញនាងដីលក់ស្រួលយ៉ាងនេះខ្ញុំក៏មិនចង់រំខាននាងដែរពីយប់មិញភ្លៀងខ្លាំងណាស់ខ្ញុំខ្លាចនាងផ្ដាសាយហេតុនេះក៏អោបនាងជាប់ចង់ផ្ដល់ភាពកក់ក្ដៅដល់នាងកុំយកច្រឡំណាខ្ញុំអរគុណអ្នកប្រុសហើយដែលធ្វើអ្នកប្រុសចុកស្មាយ៉ាងនេះយើងទាំងពីរមិនបាច់អរគុណទេត្រូវតែអរគុណកាលពីយប់មិញប្រហែលជាពេលមួយដែលខ្ញុំអស់សង្ឃឹមនៅក្នុងជីវិត
សំណាងណាស់ដែលមានអ្នកប្រុសជួយយកអាសាខ្ញុំមិនត្រឹមតែជួយនាងមកយប់ទេថែមទាំងចង់ថែរក្សានាងអស់មួយជីវិតមកទៅជួបឪពុកម្ដាយរបស់ខ្ញុំទៅព្រះម្ចាស់អ្នកប្រុសធំមកវិញហើយព្រះបិតាព្រះមេតាព្រះបិតាព្រះមេតាបើនាងមានប្រវត្តិក្រីក្រមិនមែនជាកូនអ្នកមានកំពិតមែនតែបុត្រដឹងថានាងជាមនុស្សស្លូតបូតបុត្រពិតជាស្រឡាញ់នាងណាស់ហើយត្រឡប់មកវិញទាំងព្រលឹមនិយាយពីរឿងនេះដូចជាមនុស្សឈួតយ៉ាងអញ្ចឹងហីព្រះបិតាថ្ងៃនេះបុត្រនាំហ្វាគូមកវិញគឺចង់ទូលព្រះបិតាទោះជាបិតាយល់ព្រមក៏ដោយជំទាស់ក៏ដោយបុត្រសម្រេចថាយកនាងធ្វើជាមហេសីហើយចង់និយាយថាម៉េចធ្វើយ៉ាងនេះតើស័ក្តិសមទេបុត្រមិនដឹងថាការភ្ជាប់ពាក្យនេះយ៉ាងណាទេតែបុត្រសម្រេចថានឹងហ្វាគូជាមហេសីទោះជាព្រះបិតាដេញបុត្រចេញពីដំណាក់នេះក៏បុត្រមិនស្ដាយដែរមីងជូព្រះបិតាសូមបរិយាទានទោសផងហ្វាគូទៅយើងនេះពិតជារៀបការជាមួយបងប្រុសខ្ញុំមែនទេអរគុណនាងសន្យានេះយើងឯងមីងជូអ៊ីងអត់ទេអ្នកនាងហ្វាគូសូមកុំធ្វើអីឆេវឆាវពេកមង្គលការមិនមែនជាការលេងសើចទេធ្វើយ៉ាងណាពិភាក្សាគ្នាបានស្រួលសិនទៅព្រះមេដាព្រះអង្គម្ចាស់ទោះយ៉ាងណាអ្នកទាំងអស់គ្នាគឺជាឪពុកហើយនឹងកូនរឿងនេះត្រូវតែដោះស្រាយមើលរូបរាងគេទៅចុះនោះគឺមានទុកយើងជាបិតារបស់គេទេឥឡូវនេះស្ដាប់បានទេគេនិយាយថាយ៉ាងម៉េចអ្វីគេបានសម្រេចចិត្តរួចទៅហើយគេមិនទុកយើងជាឪពុកម្ដាយរបស់គេទេគេទុកយើងគឺជាអ្នកចាស់ទុំប៉ុណ្ណោះឯងណែមីងយ៉ាងសូមឲ្យជួយបកស្រាយឲ្យបងប្រុសអញផងទៅអញជួយនិយាយជាមួយបងប្រុសអញផងមីងជូយើងគឺជាគ្រួសារតែមួយហេតុអីបានជាអញធ្វើឲ្យព្រះបិតាខ្ញាល់យ៉ាងនេះហេតុអីទៅព្រះបិតាបើមិនឲ្យបរិយាកាយជាមួយហ្វាគូមែននោះទោះជាគេចង់ថាម៉េចក៏បានដែរទូបង្គំមិនខ្វល់ទេព្រោះថាទូបង្គំមិនមែនបរិរបស់គេអូលឺទេគេនិយាយនេះបានន័យថាម៉េចទៅហ្វាគូទៅយើងទៅចុះឲ្យតែឯងហ៊ានចេញពីផ្ទះនេះថ្ងៃក្រោយក៏មកវិញឲ្យសោះអបឯងចុះពីថ្ងៃនេះទៅយើងមិនទទួលស្គាល់ឯងជាកូនស្អីទៀតទេព្រះអង្គម្ចាស់សូមអភ័យទោសឲ្យគេផងទៅព្រះអង្គម្ចាស់សម្រាប់ខ្ញុំម្ចាស់សិនជូរឆ្នាំមកហើយមេងជូគេតែងតែគោរពព្រះអង្គម្ចាស់មិនដែលប្រឆាំងនឹងព្រះអង្គម្ចាស់ម្ដងណាទេថាម៉េចការអេក្អារបស់គេយ៉ាងនេះហាក់ដូចជាកំពុងប្រឆាំងយើងខ្លាំងណាស់គេគ្មានចេតនាទេគេគ្រាន់តែខ្លាចព្រះអង្គម្ចាស់ប្រកាន់នៅប្រវត្តិរបស់អ្នកនាងហ្វាគូហើយហាមឃាត់មិនឲ្យគេរៀបការហេតុនេះហើយបានជាគេខ្វះការពិចារណាមានការជំទាស់ជាមួយព្រះអង្គម្ចាស់យ៉ាងនេះសូម្បីតែទ្រព្យសម្បត្តិមាសប្រាក់ក៏មានជូរសុកចិត្តលះបង់ដែរហើយទានទាររៀបការជាមួយអ្នកនាងហ្វាគូគេបានតាំងចិត្តយ៉ាងនេះនោះគឺមកពីគេពិតជាស្រឡាញ់អ្នកនាងហ្វាគូមែនគេប្រឹងអស់កម្លាំងកាយចិត្តស្រឡាញ់នាងថ្នាក់ថ្នមនាងការពារនាងគេគ្មានចេតនាប្រឆាំងនឹងព្រះអង្គម្ចាស់ទេព្រះអង្គម្ចាស់កា
កាលពីមុនព្រះអង្គម្ចាស់មិនប្រកាន់នៅអតីតកាលរបស់ខ្ញុំម្ចាស់ហើយក៏មិនគិតដល់អ្នកដទៃធ្វើការជំទាស់រៀបការជាមួយខ្ញុំម្ចាស់យូរឆ្នាំហើយព្រះអង្គម្ចាស់ថែទាំខ្ញុំម្ចាស់និងមីងជូទុកគេជាកូនបង្កើតទៀតរហូតដល់ថ្ងៃនេះហេតុអីបានជាព្រះអង្គម្ចាស់មិនអាចមានចិត្តអត់ធ្មត់ហើយយល់ដល់សន្តានចិត្តរបស់មីងជូផងទៅតែអូនត្រូវដឹងណាយើងមិនជាមនុស្សមិនដឹងខុសត្រូវនោះទេមើលចោលព្រោះតែស្រីឆ្នះម្នាក់នេះគេមិនចេះគួរសមនឹងយើងទេថ្ងៃក្រោយគេប្រហែលជាថ្លំថនធ្វើអ្វីប្រេះផ្ដាស់ជាងនេះទៀតដល់ពេលនោះយើងដោះស្រាយយ៉ាងម៉េចម្យ៉ាងទៀតយើងមានរឿងស្អីឲ្យក្មេងតូចតាចដូចជាគេយ៉ាងអញ្ចឹងមកធ្វើអ្វីតាមចិត្តនោះគេមិនយល់យើងយ៉ាងនេះបើសិនជាគេមិនសារភាពទេយើងក៏មិនអត់ឲ្យទេព្រះអង្គម្ចាស់ព្រះមេដាគង់ចុះសិនទេមីងយ៉ាងយើងដឹងច្បាស់ណាស់មីងជូពិតជាស្រឡាញ់អ្នកនាងហ្វាគូមែនមេដាកំពុងតែបារម្ភព្រោះតែនៅជាមួយអ្នកនាងហ្វាគូគេមិនត្រឡប់មកវិញទៀតទេហើយកុំសង្ឃឹមថាគេមកសុំទោសព្រះបិតារបស់ឯងឲ្យសោះមីងយ៉ាងឯងដឹងទេរហូតដល់ថ្ងៃនេះយើងយល់ថាយើងដូចជាចម្ពាក់មីងជូច្រើនណាស់គ្រប់ពេលវេលាយើងតែងតែគិតថាធ្វើយ៉ាងណាអាចឲ្យគេបានសុភមង្គលថ្ងៃនេះគេបានរកឃើញស្នេហារបស់ខ្លួនហើយចំណែកមេដាក៏មានភាពនឹងណច្រើនទុកថាសុភមង្គលរបស់មីងជូមានសង្ឃឹមហើយមានការជឿជាក់ហើយយើងជួបបារម្ភទៀតដែរថ្មីត្បិតតែអ្នកនាងហ្វាគូមិនមែនជាកូនស្រីតកូលជូឲ្យតែគេទាំងពីរស្រឡាញ់គ្នាយើងមានរឿងអីទៅប្រកាន់ប្រវត្តិរបស់គេទៅហាមឃាត់ពួកគេទៀតនោះមេដាតែងតែសង្ឃឹមថាមីងជូឆាប់រៀបការមានគ្រួសារហើយមានប្រពន្ធមួយស្រឡាញ់គេថែទាំគេកំដរគេឯងសន្តាប់តែឯងមួយតែប៉ុណ្ណោះទេទោះជាយ៉ាងណាក៏ដោយពួកយើងជាគ្រួសារតែមួយម៉ែមានកូនប្រុសឯងនេះកូនប្រុសមីងជូមានសុភមង្គលម៉ែក៏លែងបារម្ភទៀតដែរព្រោះតែឯងឪពុកឯងមុននឹងក្រោយគង់តែយល់ព្រមឲ្យមីងជូរៀបការជាមួយហ្វាគូអ្នកលោកនេះជំទូរបស់លោកឯងលោកត្រូវការប្រាប់ខ្ញុំមកខ្ញុំយកមកជូនបានហ្វាគូនេះស្នាក់នៅទីនេះសិនចុះពេលដែលខ្ញុំរកបានផ្ទះហើយចាំរើទៅនៅផ្ទះថ្មីក៏បានដែរតាមពិតខ្ញុំហ្វាគូសុំទោសថ្មីបើពេលនេះខ្ញុំមិនមែនជាអ្នកប្រុសក្នុងដំណាក់ព្រះអង្គម្ចាស់ថ្ងៃក្រោយក៏មិនប្រកាសថាអាចផ្ដល់សម្ភារបំពាក់ហឺហាមាសប្រាក់គ្រប់យ៉ាងក៏ប៉ុន្តែខ្ញុំសូមធានាចំពោះមុខនាងថាទោះជាហូបបាយធម្មតាក៏ដោយក៏ខ្ញុំឲ្យនាងរស់ដោយសប្បាយចិត្តដែរទ្រព្យសម្បត្តិមាសប្រាក់មិនមែនជារបស់ដែលខ្ញុំត្រូវការទេខ្ញុំដឹងថានាងមិនចង់បានរបស់អស់ទាំងនោះទេហ្វាគូខ្ញុំសន្យានឹងនាងដើម្បីនាងខ្ញុំខំប្រឹងប្រែងប្រើកម្លាំងពិតរបស់ខ្លួនឯងផ្ដល់សុភមង្គលទៅឲ្យនាងមិនឲ្យនាងលំបាកទៀតទេខ្ញុំមិនខ្លាចលំបាកទេហេតុនេះហើយអ្នកប្រុសមិនដាច់ព្រោះតែរឿងយ៉ាងនេះទៅគិតគូរតទៅទៀតនោះឡើយទេខ្ញុំមិនឲ្យប្រពន្ធរបស់ខ្ញុំលំបាកវេទនាឡើយនាងយល់ទេខ្ញុំមិនជួសុំស្បត់ថាមួយជីវិតនេះល្អនឹងហ្វាគូជានិច្ចមួយជីវិតនេះមិនឲ្យហ្វាគូមានការលំបាកទេ
ញខ្ញុំដេកមិនស្រួលសោះឥឡូវអស់កម្លាំងណាស់បាននាងឆាប់សម្រាប់ចុះយប់នេះខ្ញុំនឹងឲ្យនាងទៅហូបបាយណាចាខ្ញុំនៅបន្ទប់ក្បែរនេះនាងមានការអីរកខ្ញុំចុះអូយនេះមកពីខ្ញុំខ្វះការពិចារណានិយាយតែមាត់ថាយល់ព្រមរៀបការជាមួយគេឥឡូវនេះតាគិតយ៉ាងម៉េចទៅគេបានចាប់ផ្ដើមគិតគូរពីការរស់នៅហើយអាយអូយហ្វាគូឥឡូវនេះតាគិតយ៉ាងម៉េចទៅនេះមិនស្រឡាញ់គេតតែសោះហើយក៏មិនបានគិតគូរថារស់នៅជាមួយគេអស់មួយជីវិតដែរអូយវីវ៉ាហើយមិនត្រូវចឹងទេមិនត្រូវឲ្យជំងឺធ្វើបាបខ្លួនឯងឡើយយើងត្រូវតែកម្ចាត់ជំងឺដើម្បីឈ្នះលើជំងឺនេះខ្ញុំនឹងផ្ដល់សុភមង្គលទៅនេះខ្ញុំត្រូវតែឆាប់ជាខ្ញុំត្រូវតែចេញទៅក្រៅទៅរកសម្លៀកបំពាក់ឲ្យនាងចង់ឲ្យនាងធ្វើជាប្រពន្ធរបស់ខ្ញុំត្រូវធ្វើយ៉ាងណាឲ្យវាស្អាតបាតបំផុតកុំឲ្យអ្នកណាមើលងាយឲ្យសោះ